នួន3ដែលបានតម្លៃ retail របស់ខ្លួនក្នុងឆ្នាំ2021នេះក្រុមហ៊ុនទី1គឺក្រុមហ៊ុន Rolex ក្នុងឆ្នាំ2021នេះក្រុមហ៊ុន Rolex គេបានចេញព័ត៌មានមកគេនឹងអាចតម្លើងតម្លៃ retail របស់គេហ្នឹងពី5ទៅ7%តាម model នាឡិការបស់គេហ្នឹងហើយមួយទៀតនោះគឺក្រុមហ៊ុន Tudo ហ្នឹងគឺជាកូនក្រុមហ៊ុនរបស់ Rolex អញ្ចឹង Tudo ក៏ follow តាម Rolex ដែរតម្លើងតម្លៃទៅតាម model ចាប់ពី5%ទៅ7%នៃតម្លៃ retail ហ្នឹងចំណែកក្រុមហ៊ុនទី3នោះក្រុមហ៊ុន Audemars Piguet យើងហៅកាត់ថា AP ហ្នឹងក៏គេនឹងឡើងថ្លៃ retail ដែរហាក់ប្រហែលនឹង7%ទៅតាម model ដែលគេឡើងថ្លៃហ្នឹងបាទចំណែកក្រុមហ៊ុនផ្សេងៗនោះគេអត់ទាន់ចេញ official information ថាក្រុមហ៊ុនគេនឹងឡើងប៉ុន្មានភាគរយប៉ុន្តែបើតាមខ្ញុំគិតគេនឹងឡើងហើយដូចជា Patek Philippe Omega អីហ្នឹងអាចឡើងដែរពេលនេះក៏ជាឱកាសល្អមួយដែរសម្រាប់បងប្អូនដែលចង់ទិញនាឡិកាព្រោះតម្លៃ retail official នោះវាមិនទាន់ឡើងទេនៅពេលដែលគេឡើងនោះតាក់ទងមួយតម្លៃ secondary market ក៏វាឡើងថ្លៃតាមនឹងដែរអាចជាឱកាសល្អមួយដែរដែលបងប្អូនដែលចង់ទិញនាឡិកាយកទៅប្រើប្រាស់បាទសូមអរគុណ